នៅក្នុងប្រទេសកម្ពុជាយើងដោយសារតែដំណាំត្រឡាចវាមានភាពងាយស្រួលក្នុងការដាំដុះព្រមទាំងងាយស្រួលក្នុងការថែទាំនិងលក់នៅលើទីផ្សារវាធន់ទ្រាំនឹងសីតុណ្ហភាពបងប្អូនអាចសាកល្បងក្នុងការដាំដុះត្រឡាចនេះបានទិន្នផលជាមធ្យមពី14ទៅ16តោនក្នុង1ហិកតាដំណាំត្រឡាចគឺជាប្រភេទដំណាំវាលើដីក៏បានឬឡើងទ្រឿងក៏បានគេនិយមចូលចិត្តដាំនិងយកទៅធ្វើជាបន្លែលើសពីនេះត្រឡាចគេអាចកែច្នៃទៅជាភេសជ្ជៈធ្វើដំណាប់ជាដើមត្រឡាចអាចជួយព្យាបាលជំងឺបានច្រើនមុខដូចជាជួយព្យាបាលហើមក្តៅទ្រូងកើតបោសញឹកញាប់ក្អកកើតពឹសបញ្ចុះព្រូនពិបាកនោមស្រេកទឹកជួយព្យាបាលរលាកផ្លោកនោមព្យាបាលកើតពឹសនៅចុងម្រាមព្យាបាលអុតស្វាយជួយឲ្យឃ្លានអាហារការរំលាយអាហារនិងឡើងទម្ងន់ជួយលាងសម្អាតជាតិពុលលាងសម្អាតថង់ទឹកម៉ូតជួយសម្រាលអាការៈផ្ដាសាយក្អកជួយសម្រាលអាការៈអស់កម្លាំងពង្រឹងប្រព័ន្ធការពាររាងកាយខាងក្រោមនេះគឺជាបច្ចេកទេសក្នុងការដាំដុះត្រឡាចរដូវកាលដាំដុះត្រឡាចគេអាចដាំបានគ្រប់រដូវការជ្រើសរើសរដូវដាំដុះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដាំដុះដំណាំគ្រប់ប្រភេទទាំងអស់មិនថាដំណាំណានោះទេដោយសារតែការដាំដុះនៅរដូវក្តៅវាមានបញ្ហាច្រើនដែលប្រឈមមុខដូចជាកត្តាសត្វល្អិតបាក់តេរីវីរុសនិងពពួកផ្សិតរដូវកាលសមស្របសម្រាប់ដំណាំគឺរដូវប្រាំងចាប់ពីខែវិច្ឆិកាដល់ខែមករានិងកុម្ភៈនៅតំបន់ទំនាបរដូវវស្សាចាប់ពីខែឧសភាដល់ខែតុលានៅតំបន់ខ្ពង់រាបការជ្រើសរើសពូជត្រឡាចពូជដែលមានប្រភពច្បាស់លាស់ពូជនាំចូលពីបរទេសឬពូជក្នុងស្រុកពូជសុទ្ធដែលមានភាគរយដំណោះចាប់ពី85ទៅ90%ពូជដែលមានអាយុកាលខ្លីតែទទួលបានទិន្នផលខ្ពស់ពូជធន់នឹងជំងឺសត្វល្អិតនិងអាកាសធាតុសមស្របតាមតំបន់និងតម្រូវការទីផ្សារការរៀបចំដីដើម្បីដាំត្រឡាចអាចដាំដុះចំពោះដីគ្រប់ប្រភេទប៉ុន្តែដីដែលមានជីជាតិតិចធ្វើឲ្យត្រឡាចឆាប់អស់ផ្លែព្រោះងាប់ដើមប្រភេទដីដែលដាំបានល្អគឺដីល្បាប់ល្បាយខ្សាច់ដីក្រហមឬដីខ្មៅចំពោះដីដែលមិនជ្រាបទឹកมันអាចធ្វើឲ្យត្រឡាចទទួលបានទិន្នផលខ្ពស់ឡើយដើម្បីឲ្យការដាំដុះមានលក្ខណៈងាយស្រួលត្រូវភ្ជួរដីឲ្យបានច្រើនសាហាលដីឲ្យបានយូរថ្ងៃរាស់បំបែកដីឲ្យល្អិតគុណសម្បត្តិនៃការរៀបចំដីបំផ្លាញចម្រោកសត្វល្អិតនិងសម្លាប់សត្វល្អិតដើម្បីឲ្យដីធូរមានខ្យល់ចេញចូលបន្ទាប់មកភ្ជួររាស់សាជាថ្មីដើម្បីបំបែកដីឲ្យម៉ត់ងាយស្រួលក្នុងការលើករងកាត់បន្ថយការកើតជំងឺបាក់តេរីវីរុសផ្សិតការដាំដុះត្រឡាចមុននឹងដាំត្រូវយកគ្រាប់ពូជមកសម្អាតដាក់ហាលថ្ងៃដែលក្តៅល្មមដើម្បីដាស់ដំណេកគ្រាប់ពូជហើយដាក់ត្រាំទឹកមួយយប់ក្រោយមកយកគ្រាប់ពូជទៅត្រាំទឹកស្លឹកស្តៅបន្ទាប់មកក៏យកគ្រាប់ត្រឡាចទៅដាក់ដាំក្នុងរណ្ដៅដែលបានកាប់ទុកជាមុនចំនួន2ទៅ3គ្រាប់ជម្រៅ2ទៅ3សង់ទីម៉ែត្រការថែទាំត្រឡាចការជ្រុំដី
មានប្រយោជន៍ធ្វើឲ្យដីធូរបន្ថយការដុះស្មៅបង្កឲ្យដីមានសំណើមគ្រប់គ្រាន់ងាយស្រួលដល់ការដុះលូតលាស់ព្រមទាំងបំបត្តិចម្រោកសត្វល្អិតផ្សេងគេអាចជ្រុំដោយចបពូនគល់ឲ្យចិត្តពូនរងឡើងវិញនៅពេលក្រោយដាំបានរយៈពេល15ថ្ងៃពេលនោះគេអាចដករំលោះកូនចេញដោយទុកតែ2ដើមក្នុងមួយគុម្ពការប្រើប្រាស់ជីដើម្បីឲ្យដំណាំដុះលូតលាស់បានលឿនត្រូវប្រើប្រាស់ជីគេចែកចេញការដាក់ជីជា3លើកក្នុងមួយវដ្តជីវិតដំណាំត្រឡាចលើកទី1យកជីកំប៉ុស្តគោក15ទៅ20តោនមកដាក់តាមរណ្ដៅនីមួយៗដើម្បីទ្រាប់បាតចំនួនកន្លះទៅ1គីឡូក្រាមឬក៏ច្រើនជាងនេះក៏បានក្នុងមួយគុម្ពប៉ុន្តែត្រូវកាប់ច្របល់ជាមួយដីទើបដាក់គ្រាប់ដាំតាមក្រោយលើកទី2ក្រោយដាំ5ទៅ10ថ្ងៃដាក់ជីកំប៉ុស្តគោកជុំវិញគល់ចម្ងាយ30សង់ទីម៉ែត្រហើយលុបដីឲ្យជិតពីលើដើម្បីឲ្យត្រឡាចលូតលាស់បានល្អផ្លែបានច្រើនក្នុងរយៈពេលលូតលាស់ពេញទំហឹងលើកទី3យកជីកំប៉ុស្ត18តោនក្នុង1ហិកតាដាក់ក្បែរគល់ចម្ងាយ30សង់ទីម៉ែត្រហើយលុបដីឲ្យជិតពីលើដើម្បីឲ្យត្រឡាចលូតលាស់បានល្អបានផ្លែច្រើនក្នុងរយៈពេល40ថ្ងៃក្រោយពេលដាំធ្វើឲ្យត្រឡាចរស់បានយូរអាចយកតងផ្កាស្លឹកបរិភោគបន្តការស្រោចស្រពត្រឡាចជាប្រភេទដំណាំមួយដែលធន់ទ្រាំនឹងការខ្វះទឹកឬភាពរាំងស្ងួតប៉ុន្តែពេលចេញផ្កាសំណើមដីមិនគ្រប់គ្រាន់ធ្វើឲ្យផ្លែថយចុះយ៉ាងច្រើនការចេញផ្កានិងផ្លែដំណាក់កាលនេះត្រូវផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យការបន្តពូជបានល្អសំណើមដីពី70ទៅ80% ត្រូវរក្សាសំណើមដីឲ្យបានស្ថិរភាពផ្លែចាស់និងទុំការផ្ដល់ទឹកត្រូវថយចុះមកវិញម្ដងបន្តិចហើយផ្អាកការស្រោចទឹកទាំងស្រុងពេលត្រឡាចចាប់ផ្ដើមប្រមូលផលជំងឺនិងសត្វល្អិតលើដំណាំត្រឡាចជំងឺបង្កឡើងដោយក្រុមផ្សិតជំងឺរលួយគល់កូនដំណាំមេរោគរបស់ជំងឺនេះភាគច្រើនរស់នៅជាមួយគ្រាប់ពូជដីអាចឆ្លងនឹងពង្រីកដោយស្ពររបស់វានៅពេលកូនត្រឡាចចាប់ផ្ដើមដុះពន្លកធ្វើឲ្យកូនត្រឡាចតូចៗរលួយគល់ហើយស្ថិតក្នុងរយៈពេល5ទៅ7ថ្ងៃក្រោយដាំជំងឺពពាលលឿងស្លឹកជំងឺប្រភេទនេះតែងតែធ្វើឲ្យស្លឹកលឿងពពាលដុំក្រោយមកធ្វើឲ្យស្លឹកស្ងួតវាតែងតែកើតឡើងនៅរដូវក្តៅរោគសញ្ញាកើតចេញពីស្លឹកក្រោមក្បែរដីរីករាលដាលឡើងមកស្លឹកខាងលើក្នុងដំណាក់កាលចេញផ្កានិងផ្លែជំងឺផ្សិតម្សៅលើស្លឹកដំបូងសង្កេតឃើញចំណុចម្សៅសជាដំណក់នៅលើស្លឹករយៈពេល2ទៅ3ថ្ងៃបន្ទាប់មកចំណុចដុះរីកធំឡើងនៅម្សៅសពេញលើផ្ទៃស្លឹកបន្ទាប់មកហុយឆ្លងពីចម្ការមួយទៅចម្ការមួយធ្វើឲ្យស្លឹកស្ងួតអាចធ្វើឲ្យត្រឡាចបន្ថយការបន្តពូជផ្លែមិនរីកធំហើយទុំមិនបានពេញល្អទេវិធានការនិងកម្ចាត់ភ្ជួរហាលដីឲ្យបានស្ងួតមុននឹងដាំជំរះស្មៅឲ្យបានល្អស្អាតពីចម្ការផ្លាស់ប្ដូរមុខដំណាំសម្អាតគ្រាប់ពូជមុនពេលដាំជ្រើសរើសពូជធន់
ជាពិសេសមុនដាំត្រូវយកគ្រាប់ពូជទៅលាយជាមួយថ្នាំសម្លាប់ផ្សិតលុះដល់វាដុះពន្លកគេយកថ្នាំដដែលលាយជាមួយទឹកបាញ់ឲ្យជោគបើមានរោគសញ្ញាជំងឺគេត្រូវបាញ់ទប់ទល់រយៈពេល5 ទៅ 7 ថ្ងៃម្ដងជំងឺវីរុសមានជំងឺវីរុសជាច្រើនប្រភេទដែលកើតទៅលើដំណាំត្រឡាចវិធានការនិងកម្ចាត់ជំងឺកម្ចាត់សត្វល្អិតដែលជាភ្នាក់ងារចម្លងជំងឺជ្រើសរើសពូជឲ្យបានល្អបដូរដីនិងឆ្លាស់មុខដំណាំជ្រើសរើសរដូវដាំដុះជ្រើសរើសពូជធន់ដកដើមដែលមានរោគសញ្ញាវីរុសទៅដុតចោលសត្វល្អិតចង្រៃមានសត្វល្អិតចង្រៃជាច្រើនប្រភេទដែលស៊ីបំផ្លាញដូចនេះគេចែកចេញជា2ផ្នែកសត្វល្អិតភ្នាក់ងារបង្ករោគសត្វល្អិតចង្រៃប្រភេទនេះមានច្រើនដូចជាចៃបៃតងជញ្ជក់ស្លឹកមមាញជញ្ជក់ស្លឹករុយសតែងបង្កឲ្យកើតជំងឺវីរុសច្រើនប្រភេទសត្វល្អិតបំផ្លាញផ្ទាល់មានសត្វល្អិតបំផ្លាញជាច្រើនប្រភេទដែលស៊ីស្លឹកផ្កាផ្លែនិងដើមដូចជាអណ្ដើកមាសពណ៌លឿងកវែងវាស៊ីត្រួយខ្ចីផ្កាឈ្មោលនិងញីធ្វើឲ្យត្រឡាចបន្ថយការលូតលាស់និងបន្តពូជស្រឹងវាជញ្ជក់ស្លឹកផ្កានិងផ្លែតូចធ្វើឲ្យផ្លែលែងលូតលាស់ហើយស្អុយរុយតិចផ្លែវាតិចបញ្ចូលពងទៅក្នុងផ្លែធ្វើឲ្យផ្លែរលួយមិនអាចរីកធំបានដង្កូវកាត់ដើមដង្កូវប្រភេទនេះកាត់គល់កូនដំណាំខ្លីៗក្នុងដំណាក់កាលលូតលាស់ដំបូងវិធានការនិងកម្ចាត់សត្វល្អិតសម្អាតស្មៅក្នុងចម្ការដាំឲ្យមានចន្លោះគុម្ពនិងចន្លោះជួរសមស្របភ្ជួរដីហាលឲ្យស្ងួតជ្រើសរើសពូជសមស្របផ្លាស់ប្ដូរមុខដំណាំជ្រើសរើសរដូវកាលដាំដុះប្រើវិធានការគីមីប្រើវិធានការថ្នាំផ្សំពីធម្មជាតិវិធានការចម្រុះការប្រមូលផលត្រឡាចការប្រមូលផលធ្វើឡើងខុសគ្នាទៅតាមប្រភេទពូជនិងតម្រូវការទីផ្សារកាលណាគេទុកឲ្យត្រឡាចទុំផ្លែដំបូងត្រូវប្រមូលមុនគេលក្ខណៈសម្គាល់គឺផ្លែត្រឡាចមានពណ៌ប្រផេះស្រអាប់សម្បករឹងត្រូវកាត់ផ្លែទាំងតងយកមកដាក់លើធ្នើរមិនឲ្យប៉ះនឹងដីទេទើបរក្សាទុកបានយូរទិន្នផលមធ្យមពី14 ទៅ 16 តោនក្នុង1ហិកតាបានយើងឃើញថានៅក្នុងប្រទេសកម្ពុជាយើងដោយសារតែត្រឡាចវាមានភាពងាយស្រួលក្នុងការដាំដុះព្រមទាំងងាយស្រួលក្នុងការថែទាំនិងលក់នៅលើទីផ្សារវាធន់ទ្រាំទៅនឹងសីតុណ្ហភាពបងប្អូនអាចសាកល្បងក្នុងការដាំដុះដំណាំត្រឡាចនេះបានបងប្អូនមុននឹងដាំដុះត្រូវចេះជ្រើសរើសពូជនិងគោលបំណងក្នុងការដាំដុះឲ្យបានច្បាស់លាស់អរគុណច្រើនក្នុងការតាមដានវីដេអូរបស់យើងខ្ញុំនៅក្នុងថ្ងៃនេះ